នៅយប់ជ្រៅស្ត្រីម្នាក់ខ្ញុំភ្ញាក់ពីដំណេកព្រោះខ្ញុំចង់នំនាងចង់ទៅបន្ទប់ទឹកប៉ុន្តែពេលនាងកំពុងដោះក្រវិលចេញភ្លាមមួយរំពេចមានតែដៃដ៏គួរឲ្យខ្លាចមួយប៉ុណ្ណោះដែលនៅលើស្មារបស់ស្ត្រីម្នាក់ហេតុអ្វីបានជាដៃរបស់អ្នកត្រជាក់ម្លេះនាងគិតថាប្តីរបស់នាងជាអ្នកធ្វើវាចម្លែកណាស់គ្មានអ្នកណាឆ្លើយតបយូរទេចម្លើយពេលនាងងាកមកនាងក៏ប្រទះឃើញប្តីរបស់នាងស្រមុកខ្លាំងនៅលើគ្រែដូច្នេះស្ត្រីនោះបានដឹងដោយមិនដឹងខ្លួនប្រហែលជាមានអ្វីមួយមិនស្អាតនៅក្នុងផ្ទះរបស់របរមានខ្មោចភ្ញាក់ឡើងព្រោះប្តីរបស់គាត់ផឹកស្រាពីជីនកន្លះ1.5 គីឡូក្រាមឥឡូវនេះកំពុងធ្វើឲ្យគាត់ដេកខ្លួនមិនដឹងខ្លួនទាំងស្រុងក្នុងពេលជាមួយគ្នានោះស្ត្រីនោះបានឮសំឡេងចម្លែកមួយបានចេញពីក្រោមគ្រែសំឡេងដើម្បីដឹងច្បាស់ពីអ្វីដែលបានកើតឡើងនាងនៅតែបង្ខំខ្លួនឯងឲ្យអន់ចុះគាត់បានមើលចុះពីក្រោមគ្រែប៉ុន្តែតើលទ្ធផលនឹងទៅជាយ៉ាងណាឈុតនេះបង្ហាញពីស្ត្រី3នាក់កន្ទប់ត្រូវបានយកចេញនៅនឹងកន្លែងខ្ញុំបានបត់ជើងតូច2ដងតើធូបការនៅក្នុងផ្ទះអាចបាត់ដោយរបៀបណាវាចាប់ផ្ដើមរើដោយគ្មានហេតុផលនៅពេលដែលធូនោះរំកិលទៅជិតនាងពេលថ្ងៃកាន់តែខិតជិតមកដល់ទីបំផុតស្ត្រីនោះនាងដាស់ប្តីរបស់នាងឲ្យភ្ញាក់ធូនោះកំពុងរំកិលដោយខ្លួនឯងវាពិបាកសម្រាប់បុរសក្នុងការស្ដាប់អ្វីដែលស្ត្រីនិយាយដោយទំនុកចិត្តពេលគាត់ពាក់វ៉ែនតាគាត់បានរកឃើញថាធូនោះនៅស្ងៀមឥតខ្ចោះមិនទាន់រើដូច្នេះដើម្បីកុំឲ្យប្រពន្ធគាត់ខឹងការភ័យខ្លាចបានធ្វើឲ្យបុរសនោះដើរចូលយើងស៊ើបអង្កេតបន្ថែមទៀតហើយលទ្ធផលនឹងត្រូវបានបង្ហាញនៅពេលក្រោយមកបុរសនោះស្រាប់តែធូនោះបានខំក្បាលយ៉ាងខ្លាំងការបានដួលរលំហើយវាយឺតពេលហើយក្នុងការជួយសង្គ្រោះបានស្រាប់ពេលកំពុងត្រូវបានជួយសង្គ្រោះឲ្យខ្លាចណាស់មិនអីទេ